គ្នាយើងមិនអាចយកត្រឹមតែសម្ដីបានទេណាកូនចាឥឡូវសុំស្គាល់ឈ្មោះសិនណាចាឈ្មោះអីគេមកដល់ ABC ហ្នឹងចាឈ្មោះដាក់មីក្រូជាប់មាត់បានលឺសំឡេងកូនខ្ញុំឈ្មោះគុនធាចាឈ្មោះគុនធាណាហើយឆ្នាំហ្នឹងអាយុប្រហែលអីអាយុ22ឆ្នាំអាយុ22ឆ្នាំហើយដើមរឿងយ៉ាងម៉េចដំណើរយ៉ាងម៉េចលើសូថាយើងនៅខេត្តបន្ទាយមានជ័យរស់នៅក្នុងជំរំភាសឹកផងចាផ្ទះភាសឹកជាជនភាសឹកចាហើយមកដល់ម៉ោងនេះអត់ទាន់បានត្រឡប់ចូលផ្ទះវិញទេនៅចាដោយសារគាត់ចេញពីផ្ទះមកហ្នឹងគាត់ក៏ហៅខ្ញុំថាខ្ញុំនឹងជូនគាត់ទៅ88ទៅយកម៉ូតូបងមលួជប់មើលអ៊ំសួរសិនយើងរស់នៅបន្ទាយមានជ័យហ្នឹងនៅស្រុកអីនៅស្រុកស្វាយជែកឃុំស្លក្រាមនៅភ្នំតៃហាំងចាតៃហាំងអាហ្នឹងនៅស្រុកអីគេខេត្តបន្ទាយមានជ័យនៅទីរួមខេត្តចានៅវានៅជាប់ភ្នំចាភ្នំតៃហាំងហ្នឹងនៅក្នុងឃុំអីស្រុកអីខេត្តបន្ទាយមានជ័យហ្នឹងគេហៅភូមិអីហ្នឹងដូចជាឃុំស្លក្រាមចាឃុំស្លក្រាមចាស្រុកស្វាយជែកឃុំស្លក្រាមស្រុកស្វាយជែកណាហើយនៅក្នុងប្រហែលគ្រួសារដែលជំនះខ្លួនចេញពីបញ្ហាពេលសង្គ្រាមកើតឡើងយើងរត់លើកទី1លើកទី2លើកទី1ចាតាំងពីលើកទី1មកបាទហើយលើកទី2ហ្នឹងក៏អត់ទាន់បានចូលទៅនៅក្នុងភូមិឃុំនឹងវិញដែរពេលគេមានបាត់ឈប់បាញ់លើកទី1មួយសាហ្នឹងយើងបានទៅវិញហើយនៅបាត់ឈប់បាញ់ហ្នឹងគឺអត់បានទៅណារំទៅគឺពេលគេខែ12ម្លងគេបាញ់គ្នាហ្នឹងគឺអត់ដីអស់ផ្ទះហ្នឹងអត់បានទៅវិញតែគឺគេអញ្ចឹងបានតាំងពីលើកទី1មកចាតាំងពីលើកទី1ហ្នឹងមកគឺគេឲ្យភៀសខ្លួនបដាអាសន្ននៅវត្តកណ្ដាលសិនចាបន្ទាយមានជ័យយើងទៅពេលគេធ្វើផ្ទះហ្នឹងរួចគេឲ្យយើងមកនៅផ្ទះភាសឹកហ្នឹងបដាឲ្យគេមានដីមានផ្ទះមានបន្ទប់ទឹកឲ្យយើងមានភ្លើងមានទឹកអីយើងប្រើអញ្ចឹងណាអញ្ចឹងតាំងពីលើកទី1ផ្ទះរបស់យើងដែលនៅទីតាំងម្ដុំភ្នំតៃហាំងហ្នឹងគឺខ្ទេចអស់ហើយចាបន្ទាយមានជ័យជាប់ថៃចានៅជាប់ព្រំដែនថៃនៅគៀកហ្មងចាគេហៅភូមិបឹងតកួនយើងនៅខាងបឹងតកួនចាអញ្ចឹងផ្ទះយើងនោះខ្ទេចដែរខ្ទេចអស់ហើយគេយកអស់ហើយចូលអត់កើតទេចាអញ្ចឹងយើងហ្នឹងគឺតាំងពីជើងទី1មកក៏អត់ទាន់បានទៅដល់បាត់ជប់បាញ់លើកទី2ហ្នឹងមានបានទៅអឺតមើលផ្ទះហើយនៅគេអត់ឲ្យចូលអញ្ចឹងបានខាងបឹងតកួននៅអាឡែរកផ្ទះយើងហ្នឹងថៃពាត់អស់ហើយយើងចូលអត់ទាន់បានទេគេអត់ឲ្យចូលទេអញ្ចឹងយើងក៏ត្រូវទៅនៅផ្ទះដែលគេធ្វើជាលក្ខណៈបណ្ដោះអាសន្នរដ្ឋាភិបាលធ្វើឲ្យហ្នឹងបានផ្ទះនៅដែរចឹងបានយើងមានឪពុកម្ដាយដែរទៅអត់ចាមានម្ដាយមានកូនស្រីម្នាក់តែអត់មានឪពុកទេគាត់ស្លាប់អត់ហើយនិងបងប្រុសម្នាក់គាត់មានគ្រួសារហើយអញ្ចឹងយើងមានតែម្ដាយហើយនិងបងប្អូន2នាក់បងប្រុសមានគ្រួសារហើយចាបងប្រុសម្នាក់ខ្ញុំម្នាក់ទៀតតែ2នាក់ហ្នឹងទេតែ2នាក់បងប្អូនទេហើយនិងម្ដាយណោះហើយផ្ទះរបស់យើងនៅដុំបឹងតកួនហ្នឹងថៃពាត់ដែរហើយចូលអត់តាន់បានទេចុះវាថាយើងនឹងអត់មានប្រជាពលរដ្ឋភាគសឹកណាមិនតាន់បានចូលផ្ទះទេអ្នកខ្លះទៅនៅឆ្ងាយពីម្ដុំបឹងតកួនគឺគេទៅនៅបានចឹងហ៎ចាតែប្លុកយើងហ្នឹងអត់បានចាអត់បានទេច្រើនគ្រួសារទេខាងយើងច្រើនម្ដុំបឹងតកួនហ្នឹងច្រើនគ្រួសារណាអត់តាន់បានចូលទៅទេចាហើយចឹងយើងបានផ្ទះបានទៅនៅផ្ទះដែលរដ្ឋាភិបាលដូចជាអាដាមគុនគេមកគាត់រៀបចំធ្វើឲ្យបានទៅនៅបានប៉ុន្មានខែហើយដូចជាខ្ទង់2ខែ7 3ខែចាបានទៅនៅក្នុង2-3ខែហើយចឹងឡើងមកភ្នំពេញនេះដោយសារមានការតាក់ទងជាមួយនឹងដៃគូចាគាត់នាំមកដល់ប្រាប់យើងតែកញ្ចង់នាំមកអញ្ចឹងណាហើយចឹងយើងជាមកតាមគេដែរចាគាត់អត់ប្រាប់យើងសម្បីតែមួយម៉ាត់ទេពេលដែរប៉ុន្តែស្គាល់គេតាមណាស្គាល់គ្នាលក្ខណៈថាកាលនៅ88ខ្ញុំនៅធ្វើការយើងនៅបន្ទប់ជួលទល់មុខគ្នាចានៅបន្ទប់ជួលទល់មុខគ្នាពេលដែលគេពងបាញ់គ្នាខែ12ហ្នឹងគាត់ក៏មិនរត់ខ្ញុំក៏មិនរត់ដោយសារអីគាត់ថាគាត់ខ្ជិលទៅស្រុកគាត់នៅសៀមរាបខ្ញុំទៅបឹងតកួនអត់កើតដោយសារតែគេពងបាញ់គ្នាអញ្ចឹងហើយខ្ញុំក៏នៅក្នុងបន្ទប់ជួលហ្នឹងដាច់បាក់ដាច់ទៅលើកាក់ក៏អត់មានការងារក៏អត់មានអញ្ចឹងនិយាយលេងមួយយើងសួរយើងចោះសួរឡើងទៅគាត់ក៏អាណិតយើងទិញបាយទិញទឹកឲ្យយើងហូបឥឡូវឲ្យកាក់យើងចាយរហូតយល់ទៅគាត់ធ្វើល្អមួយយើងគាត់ថាគាត់មកពេលមានបញ្ហាផ្ទុះអាវុធហ្នឹងចាស្គាល់តាំងពីពេលហ្នឹងចាអញ្ចឹងតាំងជុំទី1តាំងប៉ិតយើងអ្នកនៅប្រទេសមានជ័យប៉ុន្តែឡើងទៅធ្វើការនៅប៉ោយប៉ែតចាខ្ញុំនៅជួលផ្ទះនៅគៀកគ្នា
ចាបន្ទប់ជួលទល់មុខគ្នាបណ្ដា បន្ទប់បន្ទប់ជួលទល់មុខគ្នាអញ្ចឹងពេលបាញ់គ្នាលើកទី1ហ្នឹងយើងអត់រត់ទៅណាទេយើងនៅប៉ោយប៉ែត ចាខ្ញុំចង់ទៅបឹងតកួនក៏តការដោយសារតែ បឹងតកួនហ្នឹងក៏ធ្ងន់ ចាធ្ងន់ខ្លាំងគេពងបាញ់ ហើយយើងប៉ោយប៉ែតប៉េះប៉ោះតែមិនតាន់ធ្ងន់ហ្នឹងយើងក៏នៅហ្នឹងទៅ ចា ហើយគេក៏នៅដែរ ចា អញ្ចឹងបានតែសារអ្នកចំងាយទៅនៅប៉ោយប៉ែតមួយគ្នាជួលផ្ទះជួលមុខគ្នាអញ្ចឹងទៅ ចាគាត់ក៏ធ្វើការយើងក៏ធ្វើការអញ្ចឹងណា ធ្វើការអីគេជំនាន់ហ្នឹង ខ្ញុំធ្វើការខាងរត់តុក អូ ចា គេ ខាងហាងគេធ្វើការខាងគេហៅវិស្វករខាងសំណង់អញ្ចឹងណាខាងដើមមើលតាមអគារមេការអីចឹងមេការចាគេប្រាក់យើងអញ្ចឹងថាគេ គេប្រាប់ថាគេទុនទីអញ្ចឹង ទុនទីនៅខាងហ្នឹង អញ្ចឹងយើងតែនៅមកជួបន្ទប់ជួហ្នឹងគេចេញអស់ហើយអីនៅយើង គេចេញអស់ហើយសម្បីតែម្ចាស់ផ្ទះជួក៏គាត់ចេញដែរ អូហើយយើងមិនបានមិនទៅណា ដោយសារអត់មានលុយបងតកាអត់លុយឲ្យ អូហើយអត់ដឹងទៅណាក៏នៅក្នុងបន្ទប់ជួហ្នឹងទៀតទៅ តែលុយចាយហើយមានអីញ៉ាំទៀត អូហើយគេឃើញអញ្ចឹងគេអាណិត ចា គេជាហុចបាយហុចទឹកឲ្យ គាត់បាក់ចិត្តស្រឡាញ់យើងអញ្ចឹងណា អូ ទៅពេលឈប់ផ្ទុះសក្រាមខែ12ចូលខែ1គេប្រកាសបាត់ឈប់បាញ់គាត់ក៏និយាយត្រូវគ្នាមួយខ្ញុំក៏ធ្លាប់តោះពាក្យសម្ដីមួយគាត់ដែរកាលហ្នឹងខ្ញុំរត់ទៅភាសឹកនៅចិត្តមង្គលបុរីដែរទៅក៏គាត់ថាទៅក៏មិនប្រាប់មកក៏មិនប្រាប់ចាប់ដើមតោះសម្ដីគ្នាខ្ញុំថាកុំនិយាយចង់ខ្ញុំមកហ្នឹងខ្ញុំមកអាតកូនខ្ញុំទេ យើងម៉ាយអញ្ចឹង ចាខ្ញុំម៉ាយ អូបានជួបគេនេះយើងមិនម៉ាយកូនមួយហើយ ចាម៉ាយគាត់ក៏ពោះម៉ាយដែរប្រពន្ធគាត់ស្លាប់2013 អូចាពុះម៉ាយមិនម៉ាយទេ ពុះម៉ាយកូន2ប្រុសមួយស្រីមួយកន្លងកំមុំរៀនចាប់អស់ហើយក ូនគេធំអស់ហើយអញ្ចឹង ចា អូអញ្ចឹងយើងហើយនឹងគេនោះស្គាល់គ្នាមកវឹកជុំទី1 ចា បាញ់គ្នាជុំទី1ណា ចា ហើយឡើងមកដល់កន្លែងនេះយើងទាស់ពាក្យសម្ដីគ្នាមកទាស់សម្ដីគ្នាតាំងពីនោះមកឬមកដល់ពេញនេះ តាំងពីទៅកន្លែងម៉ាក់ម៉ាស់តោះចាប់ផ្ដើមតោះស្ដីគ្នា អញ្ចឹងអាជុំទី2ហ្នឹងពេលជុំទី1នៅប៉ោយប៉ែតដល់ជុំទី2បានរត់ហ៎ ហ្នឹងហើយចាដោយសារតែវាផ្ទុះខ្លាំងពេកឬថាចង់វាយចូលប៉ោយប៉ែតផងទៅពេលអញ្ចឹងទៅខ្ញុំគាត់ថាខ្ញុំសុំទៅកន្លែងម៉ាក់មកយាយអើយ អូយើងទៅកន្លែងម៉ាក់យើងដែលនៅភាសឹកនោះ ចាពេលហ្នឹងភាសឹកនៅវត្តបឹងឃ្លាំង អូ ចាបឹងឃ្លាំងនៅចិត្តអង្គលបុរីពេលហ្នឹងអត់តន់ទៅវត្តកដោទេដោយសារតែគេកំពុងរៀបចំតង់ឲ្យអ្នកភាសឹកអ្នកភូមិបឹងតកួនហ្នឹងទៅពេលគេរៀបចំហើយអញ្ចឹងទៅបានទៅនៅវត្តកដោហ្នឹងគេក៏ចាប់ផ្ដើមបើកអំណោយឲ្យអញ្ចឹងណាចាខាងសម្ដេចថាខាងហ៊ុនម៉ាណែតសម្ដេចហ៊ុនម៉ាណែតគាត់អ្នកឲ្យចោះមកចាយផ្ទាល់មានតាំងពីលុយមានតាំងពីស្បៀងតាំងពីអីកង្កមីទឹកដោះគោ របស់ប្រាហូបចុកអីហ្នឹងទៅណាអញ្ចឹងយើងនៅជុំគ្នាមួយម្ដាយយើងនៅកន្លែងភាសឹកហ្នឹង ចាខ្ញុំទៅនៅកន្លែងបឹងឃ្លាំងហ្នឹងអត់ដល់កន្លះខែខ្ញុំមកប៉ោយប៉ែតវិញចាដោយសារប៉ោយប៉ែត ប៉ុន្តែពេលយើងឡើងទៅកន្លែងភាសឹកហ្នឹងយើងមានប្រាប់ដៃគូអត់ ខ្ញុំប្រាប់ដែរប៉ុន្តែគាត់អត់ចង់ឲ្យយើងមកបានទេចាប្រាប់ដែរគាត់ តែយើងនៅទៅចាដោយសារអីបងប្អូនចដុលមួយខាងពុកខ្ញុំហ្នឹងគាត់ថាគាត់អត់មានពេលមើលថែម្ដាយខ្ញុំទេដោយសារតែម្ដាយពុកគេហ្នឹងក៏ឈឺដែរអញ្ចឹងហើយកូនខ្ញុំម្ដាយខ្ញុំឈឺស្មាតោដូចជាគាត់បាត់ជើងបាត់ដៃចុះមានមើលអញ្ចឹងណាឲ្យខ្ញុំទៅមើលទៅព្រោះជាម្ដាយយើងកូនយើងទេអញ្ចឹងខ្ញុំក៏ប្រាប់ថាខ្ញុំទៅហ្នឹងខ្ញុំទៅមើលម្ដាយមើលកូនខ្ញុំទេកុំខាត់ខ្ញុំចាខែ1កាលខែ1គេប្រកាសបាត់ចាប់បាញ់ណាខ្ញុំក៏ទៅបានប្រហែលជាកន្លះខែខ្ញុំក៏មកវិញមកធ្វើការវិញគាត់ក៏អង្វរខ្ញុំថាឈប់ធ្វើការរត់តុកទៅធ្វើការរត់តុកហ្នឹងវាអត់ល្អទេដោយសារអីគាត់ឃើញខ្ញុំស្លៀកខ្លីៗហ៎វាអាចថាខ្លីៗទៅគាត់ថាអត់ល្អខ្លាចមានប្រុសគេលុបរបស់យើងចាទៅគាត់ថាក៏សន្យាមួយយើងថាគាត់រៀបចំសានឬការឲ្យយើងចង់បានអីគាត់ផ្ដល់ឲ្យហើយឲ្យខ្ញុំទៅធ្វើការកន្លែងគាត់ទៅគេហៅថាធ្វើអ្នកគាត់បងអីចឹងណាចាអូនចាអ្នកគាត់ខាងគ្រឿងសំណង់ខាងគេខ្វះខាតខាងអីគេមករកអីយើងគាត់អីគេចឹងណាខ្ញុំថាខ្ញុំមិនហ៊ានធ្វើទេខ្ញុំខ្លាចបាត់អីវ៉ាន់គេចាខ្ញុំថាខ្ញុំសុំធ្វើការដែលខ្ញុំធ្វើសប្តាហ៍ហ្នឹងហើយព្រោះខ្ញុំឆ្លាញ់ការងារហ្នឹងថាការងារប្រាក់ខែថោកហ្នឹងបានប៉ុណ្ណឹងប្រាក់ខែខ្ញុំមួយខែ150តែបានធីបបានអីចឹងណាបាទចាសល់បានប្រហែលប៉ុន្មានចុងសល់បានមកបងបន្ទប់ហើយក៏អាចតាំងសល់ទុកខនស៊ីចាយអីតិចតួចចឹងណាចាវាអត់សល់យើងសល់ទុកទិញរបស់ទិញអីទេចាបានតាមមកបងបន្ទប់គេឲ្យទិញនេះទិញនោះឲ្យមកឲ្យកូនញ៉ាំចឹងណាយើងម៉ាយកូនប៉ុន្មានអូនកូនមួយអូកូនប៉ុណ្ណាហើយ2ខួប4ខែតូចដែរចឹងណោះចា
ហើយដល់ទៅអញ្ចឹងយើងទាស់គ្នាអញ្ចឹងគេអត់ចង់ឲ្យយើងធ្វើការងាររត់តុកអីយើងចេះតែចង់ធ្វើអាហ្នឹងហើយគេឲ្យទៅធ្វើការងារកត់បញ្ជីកត់អីយើងគាត់ថាយើងទទួលខុសត្រូវអត់រួច ចាខ្ញុំក៏អត់បានធ្វើតាំងពេលហ្នឹងរហូត ទាស់គ្នាអញ្ចឹងទៅ ចាដល់ពេលអញ្ចឹងទៅនៅបន្ទប់ជួលចេះតែនៅបានប្រហែលជា2-3 ខែគាត់ចេញបន្ទប់ថ្លៃបន្ទប់ជួលឲ្យរហូតគាត់ជួយបង់ឲ្យហើយអញ្ចឹងទៅខ្ញុំក៏ហែងចិត្តខ្ញុំក៏សុំគាត់ទៅកន្លែងវត្តកដោដែលគេភៀសសឹកហ្នឹងថាតើអត់ម៉ាក់តែខ្ញុំមិនទៅនៅរហូតទេខ្ញុំជិះទៅជិះមកមួយមិត្តភក្តិខ្ញុំព្រោះអីពីវត្តកដោហ្នឹងហើយនឹងកន្លែងវត្តហ្នឹងចាអត់ឆ្ងាយទេជិះទៅជិះមកវាយថា2 ម៉ោងអីចោះទៅមកអញ្ចឹងណាទៅក៏គាត់ហួងទៀតយើងទៅមួយមិត្តភក្តិយើងហ្នឹងស្អីទេហើយគ្នាតងន់ទៀតគាត់ប្រកាន់តាំងពីមិត្តភក្តិខ្ញុំតងន់រហូតដល់គ្នាកាត់កោខ្ញុំទៅមើលថែអស់មួយយប់មួយថ្ងៃក៏គាត់នៅតែហួងចាប្រចាំថាមិត្តភក្តិស្អីគេពេលដែលយើងគេត្រូវការយើងទៅមើលគេបែបភ្លាមតឹងតន់ហន់ពេលដែលយើងត្រូវការគេឯណាគេមានណាគេចាមានណាគេមកជួយយើងទេក៏តែងតែថាឲ្យខ្ញុំចឹងថាខ្ញុំអត់ប្រកាន់តែខ្ញុំជួយគេដែលចិត្តស្មោះចាខ្ញុំមិនទៅសល់គ្នាមួយមកភ័ក្រខ្ញុំនឹងទេខ្ញុំស្គាល់គ្នាយូរហើយខ្ញុំថាកុំប្រកាន់តាំងពីមនុស្សស្រីពេកថាមនុស្សប្រុសទៅមនុស្សប្រុសជឿគ្នាមនុស្សស្រីគ្នាពោះធំរហូតដល់ទៅស្អីខ្ចីហើយស្វាតោកូនគ្នាអត់នៅទៀតកើតមកស្លាប់ទៀតខ្ញុំទៅជួយមើលចឹងប្តីមកភ័ក្រខ្ញុំហ្នឹងហៅធាសុំបទៅជូនខ្ញុំទៅពេលតិចមកខ្ញុំជឿពោះកាត់កូនពីបាយទឹកភ្លុះហើយហ្នឹងហើយពេលហ្នឹងខ្ញុំនៅបន្ទប់ជួលជាមួយម៉ាក់មួយកូន3នាក់ហ្នឹងឯងពងតនៅទៅវាចុះមកដល់បាយទឹកភ្លុះវាចុះមកធម្មតាចាវាចុះមកវាចូលនៅមាត់ទ្វារវាសួរថាទេហើយមានសរងអត់ឯងខ្ចីសរងហើយសិនមកអាសរងđấyនៅបន្ទប់ជួលហ៎ចាវានៅបន្ទប់ជួលតែវានៅចុងលើចានៅចុងទី2វាចុះមកបាយទឹកភ្លុះហើយអញ្ចឹងអាពេលបាញ់គ្នាហ្នឹងនៅនឹងដែរនៅលើនឹងដែរអត់ទេពេលហ្នឹងឈប់បាញ់ហើយចាពេលហ្នឹងដូចជាខែមកដូចជាខែ3យ៉ាងហ្នឹងឯងចាអញ្ចឹងបានតែចុងទី2ហើយចាខែ3ហ្នឹងឯងទៅពេលអញ្ចឹងទៅវាចុះមកទាំងទឹកភ្លុះហើយប្តីវាពេលហ្នឹងដូចរៀងអត់សូវខ្វល់ដែរខ្ញុំនិយាយតាមត្រង់ណាតាមខ្ញុំសង្កេតឃើញដូចអត់សូវខ្វល់ដែរដល់ទៅកាន់សមម៉ូតូទៅចោលប្រពន្ធប្រៃហើយប្រពន្ធដើមមកវិញសួរខ្ញុំថាមានសរងអត់ខ្ញុំថាមានចាំតែចាំអញយកឲ្យដល់ពេលយកប្រពន្ធទៅមកផ្លេតមកវិញខ្ញុំដើរទៅមុខធម្មតាខ្ញុំដឹងខ្លួនមិនដើរទៅមុខប្តីវាជិះដឹកវាមកវិញធាឡើងម៉ូតូតិចមកជួយជូនប្រពន្ធខ្ញុំទៅពេទ្យបន្តិចនៅប៉ោយប៉ែតយើងហ្នឹងគេហៅពេទ្យសមាគមចាទៅម្ដងតែសន្តិសុខគេមិនឲ្យចូលថាបានធ្វើกระดาษបានមកផ្ញើពោះអីហើយនៅចុះបើគ្នាបាយទឹកភ្លុះហើយនេះត្រូវការសុំចូលទៅសម្រាសិនអត់ឲ្យគ្នាចូលទៅថាមានកระดาษមានអីមានការអនុញ្ញាតពីពេទ្យនៅទៅចុះការក៏យកខ្ញុំទៅលើកទី2ខ្ញុំស្ដីឲ្យស្ដីសន្តិសុខថាពូឥឡូវគ្នាជួយពូកាត់កោគ្នាបាយទឹកភ្លុះហើយពូអីឈរចាំតើភ្លឺមែនទៅពេលក៏គាត់ឲ្យចូលទៅថានោះខាងផ្នែកអ្នកបង្កើតឈ្មោះអីនៅខាងនេះអញ្ចឹងណាចាខ្ញុំក៏ជុំមិត្តភក្តិខ្ញុំទៅដល់ពេលបែកសង្សារខ្ញុំតាដែលជាដៃគូខ្ញុំហ្នឹងគាត់ក៏និយាយថារវល់តែរឿងគេអត់មានគិតម៉ែគិតកូនទេខ្លួនឯងហ្នឹងអត់ងុយដាច់បាយដាច់ទឹកគិតតែពីគិតរឿងគេខ្ញុំថាគិតតែពីគេមិនយើងមើលគេក៏មិនអត់ប្រយោជន៍គេឲ្យលុយយើងហើយទិញបាយយើងហូបទៀតចាអ្នកនៅក្នុងពេទ្យហ្នឹងអ្នកពោះថងកាត់កូនអ្នកជំងឺអ្នកអីហ្នឹងគេឃើញខ្ញុំអត់ងុយគេក៏ឲ្យបាយឲ្យទឹកខ្ញុំហូបគេបារម្ភជាងយើងចេញអ្នកចេញទៅខ្សែខ្ចីទៀតពួកយើងអត់បានទេចាអញ្ចឹងកូននឹងកាត់មកស្លាប់ភ្លាមចាស្មាតទៅដៃកងំហើយពោកកចាពោកកហើយសាច់ក្បាលដកអត់ចិត្តទៀតចាហើយជើងវែងខ្លីស្មាតទៅឲ្យគ្នាទៅចឹងក៏ផុតកម្មពីរោគបេះដូងសួតបានមួយថ្ងៃក៏កើតមកស្លាប់ភ្លាមកើតមកម៉ោង3ភ្លឺកើតមកយំតាមមួយងាទៅវិញចាទៅវិញបដ ாய் ហើយពេទ្យហៅខ្ញុំហើយនឹងប្តីវាឲ្យទៅធ្វើចិត្តសាច់ញាតិអ្នកតសៃខ្ចីចូលមកតិចមកគាត់មានរឿងប្រាប់ចាតែពេលចូលទៅគាត់ឲ្យមើលកូនងាដែលគាត់យកដាក់ថ្លឹងលេងជីងហ្នឹងណាឡើងស្វាយអស់ហើយយូរពេកផងណាស្វាយចាមិនទៅមកពីវាអត់គ្រប់កាយសម្បទាផងស្មាតទៅបាយទឹកភ្លុះតាំងពីម៉ោង7ម៉ោង8ល្ងាចម៉េះហើយដាស់ពេទ្យតែម្ដងពេទ្យសមាគមហ្នឹងអត់ខ្វល់ពីអ្នកជំងឺទេវាអញ្ចេះផងអារាងកាយក្មេងហ្នឹងវាអត់គ្រប់លក្ខណៈដូចឯងថាអលីចាអលីនេះក៏ខំគេហៅអត់ចិត្តចាគេហៅថាកើតមកគ្រប់កិច្ចកើតប្រកបចាអលីហ្នឹងអត់ចិត្តអត់ចិត្តវារៀងចំហអត់ចំហទៅវារៀងស្ញាញ់មកអញ្ចឹងណាចា
យើងសិនញ៉ាំមកឃើញឈាមកកមកអញ្ចឹងចា វាដូចចេមាន់ហ៎ ចា អូ ហើយដុំពោកល ចាំមកចាំមកដៃវានៅពោពោះនឹងអត់ទៅពេទ្យទៅអីប៉ុណ្ណឹងទេ ពោទៅប៉ុណ្ណឹងអូអេកូមើលថាកូនមានកម្លាំងខ្លាំងណាស់បេះដូងគឺធម្មតា អញ្ចឹងមកដល់ពេលមកលេងខុសប្រកដីគ្រប់ប្រភេទហ្មងដល់ដៃជើងអត់ស្មើគ្នា ពេលដែលវាកាត់ហើយហ្នឹងពេលដែលវាដឹងខ្លួនប្តីវាស្ដីឲ្យខ្លាំងវាក៏ធ្វើចិត្តហើយវាក៏ដឹងថាកូនវានៅដែរប្តីវាថាឯងជិះម៉ូតូខ្លាំងពេកជិះម៉ូតូចាំបើមិនជិះម៉ូតូមិនបឹកហ្នឹងគេបើកណោយគេបើកលុយបើកអីហើយអ្នកមានផ្ទៃពោះគេបើក1លានជាងទៅ2លានកាលសម្ដេចគេបើកឲ្យនៅវត្តកដោលណាសម្រាប់ស្ត្រីមានផ្ទៃពោះ ចាសម្រាប់មានផ្ទៃពោះ ចឹងបានតែម៉ែវានឹងរត់2ដងហ៎ចុង ម៉ែវារត់2ដង អូតំបន់ដងកើត ចាមែនរត់2ដងទៅយំទៅជិះម៉ូតូទៅមករហូត អានោះរត់ទៅរត់មកមកវឹកនោះអញ្ចឹងអាហ្នឹងរឿងគេរឿងយើងនេះដោយសាររឿងហ្នឹងអីបានទាស់គ្នា តែវាថាយំទៅប្រកាន់គ្រប់យ៉ាងផ្សាយផ្សំមកម៉ូតូឥឡូវគឺគាត់ប្រកាន់គ្រប់យ៉ាង ចុះថៃបានមកដល់ភ្នំពេញនេះ និយាយពីដើមទេដែលខ្ញុំមកដល់ភ្នំពេញហ្នឹងគឺខ្ញុំគិតឲ្យខ្ញុំហ្នឹងគិតនិយាយពីយប់ពីក្បាលល្ងាចមុនខ្ញុំចូលដេកហ្នឹងគាត់ថាស្អែកហ្នឹងទៅប៉ែប៉ែតមួយបងថ្ងៃពីព្រឹកណាទៅប៉ែប៉ែតទៅយករបស់គាត់ថាទៅយករបស់តែដឹងយករបស់អីតែគាត់កុហកខ្ញុំហើយឲ្យយកឈ្មោះបងថ្លៃខ្ញុំហ្នឹងណាត្រូវជាប្រពន្ធបងប្រុសបកាត់ខ្ញុំហ្នឹងថាឲ្យយកទៅថតរូបបងថ្លៃខ្ញុំហ្នឹងទៅថតរូបហើយយកគាត់ទៅចុះឈ្មោះចូលធ្វើការផងហើយទៅយករបស់ផងខ្ញុំក៏ងើបពីព្រឹកទៅហើយស្លៀកកៅអៅមកកាផ្លេហ្នឹងចាមានតែមកចកាហ្នឹងឯងជាប់ខ្លួនមកហើយខ្ញុំអត់ដឹងថាគាត់ទេកម្រងតាំងពីពេលណាគាត់លួចយកកៅអៅខ្ញុំទៅដាក់ក្នុងកាបូបគាត់ប្រហែលជា 2-3 ខោទៀតចាដល់ពេលអញ្ចឹងទៅខ្ញុំចាឆ្ងល់ថាក្នុងកាបូបគាត់មិនកទួញរៀងធ្ងន់ស្បើម៉ែរៀងធំអញ្ចឹងណាថាទៅត្រឹមប៉ែប៉ែតឲ្យមកវិញសោះខ្ញុំក៏គាត់ក៏ទិញបបគ្រឿងចាទិញឲ្យម៉ែខ្ញុំមកថងយកចាក់ថាយកចាក់ឲ្យម៉ែឲ្យកូនញ៉ាំទៅពេលហ្នឹងខ្ញុំអត់បានធ្វើអីទាំងអស់បាយទឹកអីក៏បានត្រៀមឲ្យម្ដាយដែរមកទាំងបន្ទាន់បណ្ដោយអញ្ចឹងមកស្មាតមកទាំងតន់ហន់ណាថាឲ្យលឿនមកហើយមកទាំង3រហូតភ្លៀងទៀតហើយផ្លូវក៏បាក់ជិះទៀតចាយបើនៅលើភ្នំហ៎ផ្ទះវាសឹកផ្លូវគេទៅហើយអញ្ចឹងវាមិនខុសដល់ចាមិនតាន់រលូនចាដល់ពេលអញ្ចឹងទៅជិះមកដល់ផ្ទះបងថ្លៃខ្ញុំដល់ភូមិស្រុកហើយខ្ញុំថាមកក៏មិនចូលទៅរកបងថ្លៃខ្ញុំជិះទៅណាគាត់ចាប់ដើមជិះមកអាផ្លូវមកស្វាយយើងចាស្វាយទីមិនជ័យខ្ញុំថាប្រងនាំខ្ញុំទៅណាមកហ្នឹងដល់នាំខ្ញុំទៅសៀមរាបហើយពួកគាត់អ្នកស្រុកសៀមរាបហ៎ខ្ញុំសួរថាឥឡូវកូនអំណងយកខ្ញុំទៅណាកុំកុហកខ្ញុំច្រើនពេកខ្ញុំអត់ស្រួលខ្ញុំទៅដោះសរោមទៀតដៃទៅដោះសរោមខ្ញុំទៅដោះសរោមបាន2ថ្ងៃគិតបូខ្ញុំចាញ់មកប៉ែប៉ែតដល់ពេលចាញ់មកដល់កន្លែងផ្ទះបងខ្ញុំចិត្តប៉ែប៉ែតហ្នឹងគាត់ជិះហួសមកក៏អត់និយាយតែគាត់ចាប់ផ្ដើមឆ្លោះប្រកែកគ្នាមួយយើងគាត់ថាគាត់ទៅលុះរបស់នៅសៀមរាបអាពេលហ្នឹងក៏ខ្ញុំនៅមួយគាត់ដែរតែគាត់ដាក់ប្រចាំរបស់គាត់យកជាងទៅដាក់ប្រចាំគេ100គាត់ថាគាត់ទៅលុះមកវិញព្រោះគាត់ស្ដាយរបស់គាត់ខ្ញុំក៏យកព្រមជូនគាត់ទៅខ្ញុំក៏ស្មានតែគាត់ថាទៅលុះរបស់អីនៅមួយថ្ងៃអីមកវិញអញ្ចឹងណាទៅយកទូរស័ព្ទទៅ3គ្រឿងយកទូរស័ព្ទម៉ាក់ខ្ញុំទៅផងទូរស័ព្ទគាត់ថាឲ្យម៉ាក់ខ្ញុំប្រើមួយគ្រឿងតែគាត់ឃើញខ្ញុំបង្កើត Facebook ថ្មីហើយមានដូចជាពួកប្រុសៗ Messenger វាអេតមកច្រើនពេកហ៎ដល់ពេលខ្លាចខ្ញុំលេងមួយមនុស្សប្រុសទៅក៏គាត់យកលេសថាយកទូរស័ព្ទទៅឈូសគ្រឿងឲ្យចាគាត់ក៏យកទូរស័ព្ទម៉ែក៏គាត់បានប្រកែកដែរយកទូរស័ព្ទទៅ3គ្រឿងទៅដល់សៀមរាបអានជិនក៏មិនបានលួមេការថាដែលបើកភ័ក្រខែគាត់ហ្នឹងក៏មិនបានណាត់ជួបទៀតទៅជួបហើយតែមិនបានជួបថាបោកលុយគាត់ចាប់ពាក់លុយគាត់$2,000អញ្ចឹងណាគាត់ទៅបើកលុយនឹងផងតែអត់ជួបទេម្ដងថានៅទៅណេះម្ដងថានៅទៅនោះគាត់ជិះម៉ូតូតាមរោក្នុងសៀមរាបហ្នឹងឡើង2យប់ជាប់ហើយនៅមួយគាត់តែពេលរោគាត់ឃើញលុយក៏ចេះតែខើចអត់មានអីហូបអត់មានអីចាយគាត់ក៏យកទូរស័ព្ទទាំងអស់ហ្នឹងទៅប្រចាំអស់2គ្រឿងនៅសល់មួយគ្រឿងគាត់ឲ្យយើងកាន់ទេគាត់ថាគាត់និយាយមួយការងារអីគាត់តាក់ទងការងារអីគាត់ឲ្យយើងលេងឲ្យយើងមើលអីចឹងណាសំបីតែបញ្ចុះគាត់បញ្ចុះគេងខ្លួនគាត់ក៏ដេកអោបទៀតគាត់ឲ្យយើងប៉ះទេទូរស័ព្ទហ្នឹងខ្ញុំថាធ្វើដល់ថ្នាក់ហ្នឹងហើយខ្លាចខ្ញុំលេងខ្លាចខ្ញុំឆាតស្អីគាត់ទៅសុំមើលរឿងឬក៏សុំខលទៅបងនិយាយមួយបងសោះមិនក៏មិនឲ្យខ្ញុំខលទៅថាចឹងគេខលឲ្យចាំតនេសិនគាត់ថាចឹងណាដល់ពេលម្សិលមិញហ្នឹងគាត់ទៅជួយការងារ
គ្នាគាត់ដែលធ្លាប់ធ្វើការនៅប៉ែមួយគ្នាហ្នឹងណាចាគាត់ទៅជួយប្រហើយគេជួយបាញ់ថ្នាំជួយលើកដៃលើកអីគេចឹងទៅដល់ពេលប្រហើយចឹងទៅល្ងាចឡើងគ្នាគាត់ថាឥឡូវបងឯងទៅគេនៅផ្ទះខ្ញុំទៅខ្ញុំឲ្យកូនខ្ញុំរៀបបន្ទប់ឲ្យដល់ពេលមុនហ្នឹងទៅផឹកស៊ីមកនៅមួយកន្លែងទៀតចាញ់ពីកន្លែងការងារហ្នឹងណាផឹកស៊ីមកកន្លែងទៀតខ្ញុំក៏អង្គុយចិត្តធំស្រាខ្ញុំដូចស្មានទៅថាដូចអ្នកសវីចាស់គេអ្នកផឹកហ្នឹងនៅមកតុខាងនោះទៅខ្ញុំក៏នឹងចិត្តធំស្រាទៅដល់ពេលម្ចាស់លុយស្រាអ្នកទិញអ្នកចាញ់ស្រាហ្នឹងគេអស់ស្រាខ្ញុំក៏យកស្រាឲ្យគេហើយគាត់អស់ស្រាគាត់និយាយអត់លឺខ្ញុំម្ល៉េះតាយកស្រាឲ្យគេហើយគេប្រាច់គ្នាលឺហើយខ្ញុំក៏និយាយជាមួយអ៊ំទល់មុខគ្នាប្រាច់គ្នាដែរបានចាប់អារម្មណ៍ទេគាត់ប្រចាំយើងអត់ថងថាឲ្យគេចាយកឲ្យគេងាកយកឲ្យគេងាកយកឲ្យគេអាថងគាត់យើងអត់ខ្វល់ចាយើងអត់ខ្វល់យើងអត់យកឲ្យយើងគាត់ស្អីហើយយើងលើពី3ម៉ាត់ហើយយើងអត់លឺយើងអត់អីចឹងណាថាម៉េចអង្គុយជាមួយពួកគេមកផ្លេតហ្នឹងឃើញគេមានលុយមានឡានគេស្អាតស្រឡាញ់គេគ្រប់គ្នាស្រឡាញ់គេទាំងអស់ហើយថ្ងៃតែដេកមួយគេអីមួយគេឯងឃើញអាណាស្រឡាញ់អាហ្នឹងហ្មងឯងគាត់ថាគាត់និយាយរួមទៅគាត់មើងងាយខ្ញុំបដ ாய் គាត់មើងងាយគាត់តេះឌីលខ្ញុំគាត់ស្វឹងខ្ញុំថាអ្នកឯងក៏មើងងាយខ្ញុំខ្លាំងពេកនាំខ្ញុំមកឆ្ងាយអត់ប្រាប់ក្រុមគ្រួសារខ្ញុំហើយកុហកក្រុមគ្រួសារខ្ញុំសតើចូលខ្ញុំមកបំពេញការងារយកមកដាក់ពាក្យធ្វើការងារល្អហើយខ្ញុំសុខសប្បាយទេទាំងណាមកនៅបំពេញហ្នឹងការងារក៏មិនទាន់បានធ្វើដល់ដេកផ្ទះជួគ្រប់កន្លែងផ្ទះជួណាថោកដេកផ្ទះជួនឹងសិនហើយលុយក៏គ្មានចាយទៀតការងារក៏គ្មានធ្វើទៀតស្រុកម្ដងបំពេញនេះមួយថ្ងៃហើយចុះមិនតឥឡូវ3 4ថ្ងៃ5ថ្ងៃថ្ងៃនេះហើយចាចុះមិនបានរសាត់អណ្ដែតមកដល់ ABC យកកាត់តំណឹងមកយកមិញហ្នឹងដោយសារមានបញ្ហារឿងចំនួនផឹកស៊ីនឹងឯងចាជិះមកតាមផ្លូវហ្នឹងគាត់គំរាមរវាយខ្ញុំចាញ់ផ្ទះផឹកហ្នឹងមកហើយបើចាន់ខឹងយើងអត់លេងស្រាឲ្យហ្នឹងបន្ទង់ខ្ញុំលហែកអាលទៀតខ្ញុំសុំឲ្យគ្នាគាត់ដែលថាហៀបចំកន្លែងគេងដែលថានាំទៅគេងផ្ទះគាត់ហ្នឹងហៅបងប្រុសម្នាក់ហ្នឹងថាបងជួយខ្ញុំផងខ្ញុំអត់ទៅមួយគាត់ទេខ្ញុំសុំដាច់ជាមួយគាត់ត្រឹមហ្នឹងបងជួយខ្ញុំទៅប៉ុស្តិ៍ផងបងម្នាក់ហ្នឹងថាសម្រួលគ្នាទៅព្រោះគាត់ស្វឹងខ្លាំងណាស់គាត់អត់ខ្វល់ពីយើងដែរទៅខ្ញុំក៏សម្រាប់ចាត់ថាខ្ញុំរលេះបងខ្ញុំជិះម៉ូតូមួយគាត់មកស្ទុះសិនដើម្បីថារកកន្លែងណាដែលមានមនុស្សច្រើនហើយមានpass up គេឈប់តាមផ្លូវច្រើនអញ្ចឹងណាជិះជាមួយយើងប្រមាថរវាយយើងឌីលតាំងពីគម្រាមរហូតចាគម្រាមរហូតឌីលបងប្អូនឌីលបងប្រុសបងថ្លៃខ្ញុំឌីលក្រុមគ្រួសារឌីលខ្ញុំថាយើងចរិតល្អយើងផឹកស៊ីមួយគេហើយយើងបញ្ចេញចរិតមកទៅដូចគេនឹងមិនបានស្មើយើងគិតតែគេតសើយើងមិនមែនអញផឹកស៊ីជាមួយអត់យកបៀអញយកទៅឲ្យគេរហូតថ្ងៃធ្វើអញ្ចឹងថ្ងៃស្រឡាញ់គេមែនយកហៅយើងសត្វតថ្ងៃអញខ្ញុំធ្លាប់មិនបានក៏និយាយអញទៅវិញទៅខ្ញុំថាខ្លួនចាស់ហើយតែធ្វើឲ្យគេមិនគោរពគេនិយាយអញទៅវិញហើយគាត់ថាកុំអញដាក់អញញឹកពេកប្រយ័ត្នអញទ្រាំបានគាត់ថាអញ្ចឹងនេះមួកសុខភាពប្រយ័ត្នអញដាក់អញបោកចោលហើយថាបោកទៅខ្ញុំថាបោកទៅបើខ្លាំងបោកគាត់បោកលើក្បាលម៉ូតូផាំងពីដងគាត់ថាគំរាមយកមកវាយលើក្បាលខ្ញុំថាគាត់យកមកវាយគាត់យកមកចលោខ្ញុំក៏ងាកបន្តិចទៅគាត់ថាបើថ្ងៃខ្លាំងអញងាកធ្វើអីមិនងាកអីទៅពេលរួចខ្ញុំខឹងពេកថាឥឡូវឈប់ម៉ូតូខ្ញុំចុះថ្ងៃចុះទៅណាមិនចុះហើយប្រទេសម៉ូតូខ្ញុំពោខ្ញុំលើកខ្ញុំដាក់លើម៉ូតូហើយគាត់ចាប់អាវយើងជាប់ចាប់ដៃអាវយើងហ្នឹងចាប់ទៅតលហែកអាវខ្ញុំហៅឲ្យបងដែលគាត់រៀបចំផ្ទះហ្នឹងណាបងជួយខ្ញុំផងជួយចាប់គាត់ចាញ់គាត់ទាញអាវខ្ញុំហីគាត់អត់ជួយគាត់នៅអង្គុយលើម៉ូតូមើលយើងអញ្ចឹងគាត់យើងឆ្លោះគ្នាហ្នឹងទៅគាត់ថាមកឡើងលើម៉ូតូសិនមកឡើងមកសិនមកដល់ពេលជិះចុះជិះឡើងបងមួយហ្នឹងគាត់ជិះទៅចោលទៅហើយថែមទាំងតែម្នាក់ផងដៃគូខ្ញុំហ្នឹងវាស្វឹងខ្លាំងហើយវាចំណាំផ្លូវទៅផ្ទះបងនឹងអត់បានផងជិះម៉ូតូតាមគាត់អត់តក៏ឆ្លោះបកាយគ្នាកាន់តែខ្លាំងទៀតបាទឯងសំណាងឆ្លោះគ្នាលើម៉ូតូអត់គូថ្នាក់ឆ្លោះគ្នាចុះឆ្លោះគ្នាឡើងទៅគាត់គំរាមដល់អាចចំណុចតង់ថាថ្ងៃប្រយ័ត្នខ្លាំងតិចប្រយ័ត្នឲ្យខ្លាំងតិចថ្ងៃតិចថ្ងៃដឹងខ្លួនហើយគាត់គំរាមយើងអញ្ចឹងម្ដងទៀម្ដងទៀតថាឥឡូវខ្ញុំដឹងខ្លួនតែខ្ញុំមិនទាន់ឈួតណាខ្ញុំអត់ទាន់ងាប់ណាខ្ញុំពងដឹងខ្លួនតែថាខ្ញុំពងជិះជាមួយមនុស្សពងជិះម៉ូតូបណ្ដាណាឯងចេះឆ្លោះបណ្ដាទៅជិះចូលឡានហ្នឹងមិនតាគាត់ប្រងជិះចូលឡានមួយសាគាត់ថាគាត់ខឹងអញខឹងចិត្តអញជិះចូលឡានអញងាប់ទាំងពីរហ្មងខ្ញុំថាបើចង់ងាប់គាត់ម្នាក់ឯងកុំនាំខ្ញុំងាប់ជាមួយព្រោះកូនខ្ញុំនៅទូចអ្នកឯងក៏មិនតំបានផ្ដាល់អីឲ្យខ្ញុំមិនតំបានការបានសែនអីឲ្យខ្ញុំដែរគ្រាន់តែស្គាល់គ្នាម្លងពេលគេបាញ់គ្នាហ្នឹងទេម៉ូតូឥឡូវហ្នឹងសួរថាអ្នកឯងមកផ្ដាល់អីខ្ញុំមកជម្រាបអត់អ
ឲ្យខ្សែកខ្ញុំមកខ្សែកហ្នឹងមិនដឹងថាផ្លាទីនមាសឬក៏កន្លែងខ្ញុំអត់ដឹងផងឲ្យខ្ញុំពាក់ទៅពេលខ្ញុំពាក់ទៅវាចាញ់មកទៅក៏ខំទាញកអាវមកថាប្រយ័ត្នគេឃើញទឹកដីពេញមិនបានទេដៃឆៅណាស់ក៏ឲ្យយើងដោះតុកខ្ញុំក៏ដោះតុកទៅយកមិញឆ្លោះគ្នាខ្លាំងខ្ញុំឆ្លោះគ្នាកាន់តែខ្លាំងទៅក៏ក្រៀមខ្ញុំថាទៀតថ្ងៃអញឲ្យថ្ងៃដឹងខ្លួនកាន់តែខ្លាំងហ្មងអញឲ្យថ្ងៃដឹងច្បាស់បណ្ដោយដល់ពេលខ្ញុំទ្រាំបានខ្ញុំក៏ហក់គាត់ខ្ញុំក៏មកជួហ្នឹងមានតុកគេឈប់ច្រើនខ្ញុំក៏ឲ្យគាត់ឈប់ថាឥឡូវឈប់សិននៅដាក់ខ្ញុំឈប់ចោលសិនខ្ញុំឈឺបាត់ជើងតូចតាំងក៏ប៉ិតម្ដុំហ្នឹងអត់មានប្រៃហើយក៏អត់មានបន្ទប់ទឹកដែរតែខ្ញុំក៏ហៅថាឲ្យដាក់ចោះសិនតើខ្ញុំឈឺបាត់ជើងតូចគាត់ថាបាត់ជើងតូចមិនមានកន្លែងបាំងមានអីផងមានគេឃើញតែមានណាគេឃើញទេបាត់ជើងតូចតែបន្តិចហ្នឹងដល់ពេលរួចក៏ដាក់ខ្ញុំចោះហើយខ្ញុំក៏ផ្លោះអាលបងដែលគេពាំងហ្នឹងទ្រូងតាផ្លូវចាតែនៅគៀនផ្លូវចានៅគៀនផ្លូវនៅខាងស្ដាំដៃដល់ពេលតែខ្ញុំផ្លោះទៅណាថ្ងៃផ្លោះលបងតាណាវាឈ្គួរប្រយ័ត្នប៉ូលីសគេចាប់ថាគេស្ដីឲ្យអីណាកាមេរ៉ាគេមើលមកខ្ញុំថាខ្ញុំបើមកឲ្យខ្ញុំផ្លោះលបងខ្ញុំនោមមិនកើតខ្ញុំនោមកណ្ដាលផ្លូវខ្ញុំថាអញ្ចឹងពេលរួចខ្ញុំក៏ដើររត់អីរៀងលឿនទៅរកពូផាស្អាតថាពូផាស្អាតពូអញស្គាល់សារព័ត៌មានបងសបានរដ្ឋាឬក៏សារព័ត៌មានណាដែលពូអញស្គាល់ស្និទ្ធច្បាស់ជាងគេអត់ពូជួយខ្ញុំផងឥឡូវមានដៃគូខ្ញុំនឹងគាត់ដូរឬខ្ញុំគាត់គំរាមខ្ញុំចេះចោះដល់ពេលរួចវាជាម៉ូតូមកតាមទៅវាថាហើយមានរឿងអីហើយថាមណោមអីពូកុំស្ដាប់វាកុំជឿវាហើយមានរឿងអីដល់ពេលរួចពូហ្នឹងគាត់ក៏អត់ស្ដាប់អប៉ែហ្នឹងដែរគាត់ជួយខ្ញុំក៏អរគុណពូនឹងខ្លាំងដែរតែគាត់ជួយគាត់រៀងចំណាស់ហើយចាគាត់បើនិយាយពីអាយុគាត់វិញអត់ដឹងថាអាយុប៉ុន្មានណាវាយថាដូចជាខ្ទង់60អីចាចាអញ្ចឹងបានគាត់ហ្នឹងដឹកយកមកដាក់ ABC ទាំងយប់ហ្នឹងទៅគាត់បានគ្នាគាត់ម្នាក់ទៀតរត់តុកដែរប៉ុន្តែគាត់ជួយនិយាយគំរាមម្នាក់ប្រុសហ្នឹងថាណាកុំប៉ះបទីបតុងម្នាក់ស្រីហ្នឹងកុំប៉ះប៉មមីអូនមីនាងហ្នឹងប្រយ័ត្នប៉ូលីសចាប់អញប្រាប់ប្រយ័ត្នប៉ូលីសបំបីខ្នោះឥឡូវមីអូននៅឈរក្រោមពលឺភ្លើងហ្នឹងកុំទៅណាកាមេរ៉ាគេមើលមកខ្ញុំថាញ៉ាក់ទៅណាទេពូជួយខ្ញុំផងហៅផ្សារព័ត៌មានឲ្យខ្ញុំតិចមកគាត់ប្រមាថរោវាយរោផ្ទះរោតាប់ខ្ញុំហើយគាត់នាំខ្ញុំមកពេញហ្នឹងមកឡើង3 4ថ្ងៃពូដាច់បាក់ដាច់ទឹកហើយក៏ហត់ថាយកយើងដាក់ពាក្យធ្វើការស្ម័គ្រចូលធ្វើកងទ័ពធ្វើទាហានអីគេមានបងប្រុសគេច្រូនមួយខាងអ្នកធ្វើខាងហ្នឹងដែរអញ្ចឹងណាតែពេលរៀបហ្នឹងថាវាមិនដែរទេអ្នករៀនចាប់ហើយគេសោកលុយទៀតនៅតែគេមិនតឹងបាននឹងធ្វើទាហានធ្វើប៉ូលីសផងឯងបើមនុស្សធម្មតារៀនសូត្រមិនជ្រៅជ្រះហើយធ្លាប់មានគ្រូសាហើយមកចូលធ្វើមិនកើតពូនឹងគាត់ថាអញ្ចឹងណាកុំទៅចាញ់បោកគេអាអូនសង្សារមីអូនឯងហ្នឹងវាបោកមីអូនឯងហើយវាមានវានាំមីអូនឯងមកពេញហ្នឹងកុំម្ដងអីគាត់ថាមេធំគេហ្នឹងដែលจะពាក់លុយគេពី$3000ហ្នឹងផុតពីមកស៊ីមរៀបហើយមកពេញតែណាត់ជួបនៅផ្សារកដាលនៅពេញហ្នឹងខ្ញុំនិយាយតាមគាត់ដែរហ្នឹងណាចាអញ្ចឹងទៅក៏កើតទៅជានៅ3 4ថ្ងៃរហូតផឹកស៊ីម្សិលមិញនឹងឯងក៏កើតជាមានរឿងខ្លាំងគាត់ប្រមាថខ្ញុំប្រមាថម្ដងហើយម្ដងទៀតខ្ញុំទ្រាំបានទៅពីដំបូងអ្នកអត់មានរឿងហ្នឹងខ្ញុំថាខ្ញុំសុំគាត់សុបថាបងអើយបើសិនជាការងារនឹងវាយូរថ្ងៃឲ្យខ្ញុំទៅតែហាងវិញទៅផ្ទះវាសឹកវិញទៅពួកខ្ញុំគេងទៅសពឃើញម៉ាក់ឃើញកូនខ្ញុំរហូតបាទចំពោះគាត់នឹកខ្ញុំខ្លាំងហើយពួកខ្ញុំនៅបាយទឹកកិច្ចការផ្ទះកៅអីគឺលើខ្ញុំពួកម៉ាក់ខ្ញុំគាត់ដួលឆ្លោះដៃហើមគាត់ធ្វើអីអត់កើតចាឥឡូវដល់អញ្ចឹងបានរត់កិច្ចរឿងពីយប់មិញបានមកដល់នេះអញ្ចឹងចាខ្ញុំទៅមានបានតាក់ទងទៅម្ដាយហើយនៅចុះយប់មិញមុននឹងវារត់ចោលខ្ញុំហ្នឹងវាតាក់ទងទៅបងថ្លៃខ្ញុំវាបានតាក់ទងទៅម្ដាយតែពួកអីទូរស័ព្ទដែលវាឲ្យម្ដាយខ្ញុំប្រើហ្នឹងវាយកទៅប្រចាំនៅសៀមរាបបាត់ហើយចាបងថ្លៃខ្ញុំក៏អញ្ចឹងទៀតខ្ញុំតែនិយាយទាំងទឹកភ្នែកខ្ញុំថាបងជួយដាក់ពាក្យបណ្ដឹងជួយប្រាប់ម៉ាក់ប្រាប់បងប្រុសខ្ញុំផងគាត់ថាខ្ញុំនិយាយរៀបរាប់ទាំងទឹកភ្នែកនិយាយបានមកស្ទុះគាត់ថាអូនណាអូនយកត្រូវអូនបងងុយដេកឲ្យបានណាអូនប្រឹងបានណាគាត់ថាខ្ញុំនឹងលេងសើចទៅយ៉ាងគាត់ថាអញ្ចឹងមែនហ្នឹងចាគាត់ថាខ្ញុំនឹងលេងសើចគេនោះវាស្រឡាញ់គ្នាចាស្រឡាញ់គ្នាហើយគាត់ឃើញពួកខ្ញុំនឹងឧស្សាហ៍ឆ្លោះគ្នាញឹកដែរចាអញ្ចឹងហើយគាត់អត់ជឿខ្ញុំទេតែគាត់ថាគាត់សុំដេកហើយចាខ្ញុំក៏អស់ពាក្យនិយាយបដ ாய் ឲ្យទូរស័ព្ទទៅគាត់វិញទៅគាត់ក៏ជិះម៉ូតូទៅបាត់ទៅគាត់សាពះសុំទោសយើងហើយរត់ចកងសុំទោសយើងទៀតថាធ្វើម៉េចសុំឲ្យយើងឡើងម៉ូតូទៅចាញ់មួយគាត់ថាមិនមានរឿងអីធំដុំទេគាត់លេងសាច់មួយយើងដែរថាប្រមាថយកមួកសុវត្ថិភាពវាយហ្នឹងវាយចលោឲ្យយើងនឹងខ្លាចកុំឲ្យយើងឆ្លុះជាមួយគាត់ចឹងណាប្រាប់ពូផាស្អាប់ថាអូនអាចធ្វើចឹងអត់ត្រូវទេ
នៅស្រុកបំពេញអនឡាញធ្វើច្រឹងចឹងអត់បានតែវិចាត់សមត្ថកិច្ចគេហៅចូលប៉ុស្តិ៍ឬក៏វាយខ្នោះវាយអីព្រោះអីមនុស្សស្រឡាញ់គ្នាគេអត់ធ្វើចឹងតែមួយបើមួយឯងស្រឡាញ់មីនាងនឹងមែនមួយឯងនិយាយស្រួលទៅមិនមែនមកធ្វើលហេមលហាមលហែកអោលហែកអីហើយមីអូននឹងរត់មកប្រផាប្រភេទអញ្ចឹងមានរឿងអីហើយតែខ្ញុំក៏ប្រាប់ពូនឹងតាមដំណើររឿងទៅថាប្រច័នដោយសាររឿងផឹកស៊ីយើងមិនយកប៊ីឲ្យគាត់យើងបាច់យកឲ្យគេខ្ញុំមិនមែនថាមិនយកឲ្យគាត់សោះហ្មងខ្ញុំយកឲ្យប៉ុន្តែខ្ញុំវាអត់លឺចាអញ្ចឹងឥឡូវហ្នឹងសម្រាប់ចិត្តមកនេះយកមិញគឺគាត់យើងអត់មានបានតាក់ទងរកប្រុសអ្នកហ្នឹងទៀតទេអត់បានតាក់ទងលេខទូរស័ព្ទទៅចង់ជួបចង់និយាយចង់ចរចាចង់ឃ្លាគ្នាអីជាមួយគេទេអត់ទេចាខ្ញុំប្រាប់សារព័ត៌មានដែលនៅកណ្ដាលសាំងដែលគេបញ្ជូនខ្ញុំមកមុននឹងបញ្ជូនមកកន្លែងចាឯងហ្នឹងឈ្មោះបងស្អីទៅយកមិញគាត់រៀងក្មេងដែរគាត់អ្នកសារព័ត៌មានឈ្មោះអីដែលខមកយកមិញខ្ញុំសុំតោខ្ញុំភ្លេចឈ្មោះគាត់បាត់ហើយមិនអីទេព្រោះអីវាវែងតែពេកនាំតែពិបាកចិត្តអីទេឥឡូវសម្រាប់សម្រួលនេះយើងរកច្រកចេញឥឡូវយើងដើរមកដល់កន្លែងនេះវាចូលលក្ខណៈផ្លូវតលមួយទៀតដែរយើងរួចផុតកិច្ចពីបញ្ហារបស់ដៃគូយើងហើយប៉ុន្តែឃ្លាក្នុងចិត្តថាយើងចង់តាក់ទងអីទៅចែកនិយាយអីជាមួយបុគ្គលនឹងតទៅទៀតអត់ហើយខ្ញុំអត់ចង់តាក់ទងក៏អត់ចង់តាក់ទងអីឲ្យច្បាស់លាស់ជាមួយនឹងតទៅទៀតទេណាចាទោះជាខ្ញុំបានការងារធ្វើនឹងពេញនឹងកតាខ្ញុំហ៊ុនហ្នឹងពេញនឹងបន្តទៅទៀតខ្ញុំដាច់គ្នាមួយគាត់ធ្វើនឹងហើយខ្ញុំសូមប្រកាសថាខ្ញុំនឹងដាក់ពាក្យបណ្ដឹងហើយខ្ញុំដាច់តំណមួយគាត់ធ្វើនឹងហើយបើសិនជាបងប្អូនដែលបានឃើញខ្ញុំនិយាយហ្នឹងនៅកន្លែងភៀសសឹកបើបានឃើញអវត្តមានតាហ្នឹងទៅផ្ទះម៉ាក់ខ្ញុំសូមប្រាប់ខាងសមត្ថកិច្ចផងព្រោះហ្នឹងនៅជួរផ្ទះខ្ញុំហ្នឹងនៅផ្លូវលេខ8ភ្នំតៃហាងហ្នឹងគឺមានទីស្នាក់ការនៅជាប់នឹងដែរចាថតគេដាក់ឈរជើងនៅហ្នឹងចាំជួយដល់ស្រាយប្រជាជននៅក្នុងតំបន់ភៀសសឹកហ្នឹងចាំជួយ24ប៉ុន្តែចង់មិនហៅថាដៃគូឯងអាសាចុះឡើងទៅរហម៉ែនៅតែផ្ទះភៀសសឹកហ្នឹងអាយុប៉ុន្មានហើយផងហ្នឹងក៏អាយុ42 43គាត់ចំណាស់ខ្លាំងចាអញ្ចឹងឥឡូវនេះយើងអត់ត្រូវការឆ្លងឆ្លើយអីទេប៉ុន្តែយើងសំខាន់យើងអត់មានលេខទូរស័ព្ទមធ្យោបាយតាក់ទងម្ដាយទេចាអត់មានសំបីតែចុះលេខទូរស័ព្ទបងថ្លៃនោះអត់មានគឺវាអត់ឲ្យបដ ாய் អត់ស្គាល់លេខទេលេខទូរស័ព្ទនៅក្នុងទូរស័ព្ទវាដូចខ្ញុំប្រាប់ចាយចឹងថាទូរស័ព្ទវាមិនឲ្យយើងប៉ះមិនឲ្យយើងកាញ់ខ្ញុំថាចឹងឥឡូវសំបីតែលេខបងប្រុសខ្ញុំក៏វាមិនកត់ឲ្យដែរចាឥឡូវអត់មានមធ្យោបាយតាក់ទងលេខអ្នកផ្ទះហីចឹងចាចឹងមិនថាមើលនៅភូមិនៅតំបន់ភូមិដែលនៅហ្នឹងគេហៅភ្នំតៃហាំងណាចាតាំងទីលំនៅឲ្យអ្នកភៀសសឹកហ្នឹងចាអញ្ចឹងផ្ទះអូនឯងនៅផ្លូវលេខ8ចាផ្លូវលេខ8ផ្ទះលេខប្រហែលលេខ1042ចាម្ដាយឈ្មោះអីឈ្មោះរៀមរឿយចាឥឡូវមានអាពួកបងតាក់ទងតាមភូមិឃុំហ្នឹងឲ្យប្រាប់ម្ដាយហ្មងថាយើងមានបញ្ហាមួយនោះហើយអញ្ចឹងសម្រាប់ធ្វើណាឥឡូវសម្រាប់ទៅណាចង់ទៅនឹងវិញឬទៅរកការងារធ្វើសិនឬចង់ទៅណាឥឡូវហ្នឹងព្រោះយើងមកភ្នំពេញនេះលើកទី1ប្រហែលដងហើយដែលមកភ្នំពេញនេះមកលើកទី1មកតាមម្នាក់ប្រុសហ្នឹងតែស្គាល់ភ្នំពេញលើកទី1ហ្នឹងទេចឹងអត់ដែរស្គាល់ទេចាមកតាមរយៈដៃគូហ្នឹងចាជិះម៉ូតូមកទៀតអត់បានជិះឡានទេតាំងពីប្រទេសមានជ័យចូលសៀមរាបចូលអីរហូតដល់ភ្នំពេញនេះណាម៉ូតូសុតរហូតម៉ូតូសុតណោះពេលចុកគូតឬក៏ក្តៅម៉ូតូធម្មតាឈប់ធម្មហ្នឹងចាធ្វើម៉េចដល់ភ្នំពេញស្មានណាក៏ដល់ទៅឲ្យតែជិះដល់ភ្នំពេញហើយមកដល់ហ្នឹងរាយរងដេកដើរតាមគ្រប់កន្លែងដែលអត់មានតនគោលដៅច្បាស់ទេចាមានលុយក៏ជួបបន្ទប់នៅដេកនៅបដាសំសិនទៅថាធ្វើម៉េចជួបមេការនឹងបានឃ្លៀរឿងលុយហើយមកមើលឡានទៀតគេថាគេឃ្លៀរឿងលុយហើយគេមកមើលឡានគេទិញឡានគេមានបងចដូនមួយគេដែលថាតាក់តងការងារខ្ញុំហ្នឹងណានាំទៅមើលឡានប្រុងទិញបងលួសទៀតចាប្រុងទិញឡានឥឡូវសម្រាប់អាគុណធាឯងចង់ធ្វើការនៅភ្នំពេញរកការងារធ្វើសិនឬក៏មិនចាំមានភ្ជាប់តាក់ញ៉ាំបានមកជាមួយគ្នាអត់ទេតាក់ញ៉ាំបានខ្ញុំនៅក្នុងរូបថតទូរស័ព្ទតាហ្នឹងទៀតយកតាក់ញ៉ាំបានខ្ញុំនៅផ្ទះដោយថៃវិវាយយោហ្នឹងខ្ញុំខ្ញុំផ្លេចនៅហ្នឹងអត់បានយកតាមចង់ឯកសារតខ្លួននឹងឆែកតិចអស់ហើយនៅក្នុងផ្ទះនៅម្ដងបឹងតកួននោះចាអត់បានធ្វើថ្មីទេហើយទៅធ្វើការណាអត់មានឯកសារផ្ទាល់ខ្លួនសាធារណៈអីមួយផងនេះចាវាពិបាកធំហ្នឹងដែរខៃគិតតែធ្វើអីកើតឡើយហ្នឹងចង់ធ្វើអីធ្វើបើគេឲ្យយើងធ្វើជាអ្នករត់តុកក៏ធ្វើចាអ្នកលេងចានក៏ធ្វើដែរចេះអក្សរខ្លះទេខ្ញុំចេះអានចេះសរសេរចេះប្រកបបាទតែអត់ចេះអង់គ្លេសទេចាអញ្ចឹងបើសម្រាប់ថាបានការងារធ្វើនៅភ្នំពេញនៅធ្វើសិនចាតម្រាំយើងមានលទ្ធភាពអាចឡើងទៅរកម្ដាយមួយរយៈក្រោយឬក៏មិនឥឡូវចេះចាំមើលពួកបងតាក់ទងតាមតំបន់ហ្នឹងនៅក្នុងដុំហ្នឹងគេហៅភូមិតៃហាំង
ឃុំស្លក្រាមស្រុកស្វាយជ័យខេត្តបន្ទាយមានជ័យ ចា កន្លែងផ្ទះអ្នកភាសឹកណា ចា នៅផ្លូវលេខ8ផ្ទះលេខ1042 ចា អញ្ចឹងចាំមើលបងតាក់តងតាមភូមិឃុំហ្នឹងតំណែងរមដានឯងដើម្បីបានតំណែងគ្នា ចា ឆ្លងឆ្លើយទូរស័ព្ទមកឯងហើយនិយាយគ្នាជាមួយគាត់ឲ្យច្បាស់ថាយើងនៅភ្នំពេញយើងធ្វើការសិនប៉ុន្តែយើងបែកបាក់មួយដៃគូហ្នឹងហើយអត់អាចនៅមួយដៃគូហ្នឹងបានទេ ចាគាត់គម្រាម ចាព្រោះដៃគូហ្នឹងគម្រាមកំហែងធ្វើបាបយើងច្បាស់ថាយើងអត់ទទួលយកទេណាចាអូខេអញ្ចឹងឥឡូវនៅនឹងសិនណាចានៅមួយពួកបងសិនហើយចាំមើលការងារធ្វើចាំបងប្រកាសឲ្យប៉ុន្តែសំខាន់តាក់ទងរមដានឯងសិនណាដើម្បីបាននិយាយគ្នាច្បាស់ថាអញ្ចឹងណាហ្នឹងហើយអូខេឥឡូវយើងយកប៉ុណ្្នឹងសិនចាំបងតាក់ទងទៅម្ដានឯងសិនណាហ្នឹងហើយអរគុណច្រើនណាបងប្អូនអ៊ំពុំវិញឥឡូវយើងសម្រេចឲ្យគុណធាននៅនឹងសិនហើយចាំមើលតាក់ទងទៅតាមមូលដ្ឋានភូមិឃុំនៅឃុំក្នុងតំបន់ជំនុំភាសឹកភ្នំតៃហាំងនេះចាឲ្យចាំជួបម្ដាយឲ្យចាំសម្រេចថាទៅធ្វើការនៅកន្លែងណាកន្លែងណីឲ្យប្រិយមិត្តធ្វើការអីចាំតាក់ទង